សិល្បៈយកឈ្នះចិត្តមនុស្សក្តោបចិត្តមនុស្សនៅក្បែរខ្លួនបានលោកទាំងមូលនឹងស្ថិតនៅក្នុងកម្ដាប់ដៃរបស់អ្នកបើសិនជាអ្នកនិយាយបានល្អនិងមានសិល្បៈនោះជឿថាអ្វីៗគ្រប់យ៉ាងមើលទៅដូចជាដើរទៅមុខដោយរលូនមិនថាជាការកសាងមិត្តឬទូនីតិការងារនោះទេអ្វីដែលសំខាន់គឺអាចយកឈ្នះចិត្តអ្នកដទៃនិងអាចអូសទាញចិត្តគេឲ្យចាក់បណ្ដោយមកតាមការគិតរបស់យើងបានងាយទៀតផងប៉ុន្តែតើមានមនុស្សប៉ុន្មានអ្នកទៅដែលជាអ្នកនិយាយបានល្អនិងមានសិល្បៈនោះបើយោងទៅលើការសិក្សានិងការស្រាវជ្រាវបានបង្ហាញថាការនិយាយមិនមែនជារឿងដែលលំបាកលំបិនដូចដែលមនុស្សធ្លាប់បានគិតនោះទេប្រសិនបើអ្នកមានបញ្ហាក្នុងការនិយាយនេះជាគោលការណ៍ងាយៗដែលនឹងធ្វើឲ្យពាក្យនិយាយរបស់អ្នកមានមន្តស្នេហ៍អាចឈ្នះចិត្តមនុស្សនិងអាចអូសទាញចិត្តមនុស្សបានយ៉ាងងាយបំផុតនិយាយជាមួយអ្នកណាត្រូវយកចិត្តទុកដាក់ជាមួយអ្នកនោះសាកគិតមើលទៅថាប្រសិនបើអ្នកកំពុងតែនិយាយយ៉ាងតាំងចិត្តនិងយកចិត្តទុកដាក់ប៉ុន្តែគូសន្ទនារបស់អ្នកបែរជាបង្ហាញកិរិយាហាក់មិនចាប់អារម្មណ៍ចំពោះការនិយាយរបស់អ្នកប្រហែលជាមិនសប្បាយចិត្តទេមែនទេដូច្នេះការធ្វើខ្លួនជាអ្នកស្ដាប់ដ៏ល្អនិងស្ដាប់ដោយយកចិត្តទុកដាក់អាចរាប់ថាគឺជាវិធីយកឈ្នះចិត្តគូសន្ទនាមួយដំណាក់កាលរួចទៅហើយទាញការចាប់អារម្មណ៍យ៉ាងឆ្លាតវៃពីអ្នកស្ដាប់បើសិនចង់ឲ្យគូសន្ទនារបស់អ្នកចាប់អារម្មណ៍ក្នុងរឿងដែលអ្នកនិយាយអ្នកត្រូវស្វែងរកវិធីសាស្ត្រក្នុងការនិយាយធ្វើយ៉ាងណាឲ្យមានការចាប់អារម្មណ៍ពីអ្នកស្ដាប់ឲ្យបានវិធីសាស្ត្រនោះគឺអ្នកត្រូវសម្រួលសំឡេងនិងអាកប្បកិរិយាសិនដែលអ្នកកំពុងនិយាយនោះអ្នកក៏បីសម្ដែងឲ្យវាស្រដៀងគ្នានឹងការឃោសនានៃការលក់ទំនិញអ្វីមួយដែរចូលធ្វើឲ្យគូសន្ទនាចាប់អារម្មណ៍ចំពោះពាក្យសម្ដីរបស់អ្នកគ្រប់ពាក្យដែលនិយាយចេញទៅឲ្យបានប្រើភាសាអូសទាញអ្នកស្ដាប់ជាការពិតដើម្បីឲ្យការនិយាយរបស់អ្នកបានល្អភាសាដែលអ្នកចាប់មកនិយាយគឺជារឿងសំខាន់ដែលអ្នកត្រូវតែគិតពេលអ្នកនិយាយឲ្យអ្នកណាម្នាក់ស្ដាប់សូមមេត្តាកុំប្រើភាសាឬពាក្យដែលអ្នកស្ដាប់ពិបាកយល់និងចាប់បានជាដាច់ខាតព្រោះគេអាចនឹងធុញទ្រាន់និងអ្នករហូតចង់ក្រោកចេញទាំងដែលអ្នកនៅនិយាយមិនទាន់ចប់នៅឡើយលក្ខខណ្ឌនេះអ្នកចាំបាច់ត្រូវប្រយ័ត្នឲ្យមែនទែនព្រោះបើមិនដូច្នេះទេការនិយាយរបស់អ្នកនឹងអស់ប្រជាប្រិយភាពទាំងដែលអ្នកនៅមិនទាន់ឈានទៅដល់រឿងដែលអ្នកត្រូវការផងទាញអ្នកស្ដាប់ដោយប្រុងប្រយ័ត្នការនិយាយគ្នាដោយការបើកចំហត្រង់ទៅវិញទៅមកនឹងធ្វើឲ្យគូសន្ទនាទុកចិត្តចំពោះអ្នកបើគូសន្ទនាជាមនុស្សដែលយើងស្និទ្ធស្នាលជាមួយផងនោះរឹតតែមិនត្រូវគិតទៅទៀតនឹងធ្វើឲ្យរឿងដែលយើងកំពុងនិយាយគ្នានោះពោពេញដោយភាពរស់រវើកសប្បាយរីករាយតែប្រសិនបើគូសន្ទនាមិនមែនជាមនុស្សធ្លាប់ស្គាល់គ្នាឬអាចជាមនុស្សទើបនឹងស្គាល់យើងត្រូវនិយាយយ៉ាងប្រុងប្រយ័ត្នបន្តិចទៅបានមិនត្រូវនាំរឿងផ្ទាល់ខ្លួនទៅនិយាយបើកកកាយឲ្យច្រើនពេកនោះទេព្រោះយើងមិនស្គាល់គេប្រកាសថាតើគេគិតយ៉ាងណាចំពោះយើងបើសិនយើងនិយាយមិនមានការប្រុងប្រយ័ត្នទេគេអាចនឹងសើចចំអកដាក់យើងមើលងាយយើងឬមិនក្រែងចិត្តចំពោះយើងក៏អាចថាបានត្រង់នេះក៏ត្រូវប្រុងប្រយ័ត្នឲ្យមែនតែនដែរសាងភាពស្និទ្ធស្នាលជាមួយអ្នកស្ដាប់ទើបទាញចិត្តបានការនិយាយគ្នាប្រហែលជាអាចមានការធុញទ្រាន់និងសាបដូចជាសម្លសាបមិនដាក់ទឹកត្រីដូចនោះដែរបើសិនការនិយាយគ្នានោះអ្នកផ្ដោតលើខ្លួនអ្នកច្រើនជាងអ្នកដែលកំពុងស្ដាប់អ្នកនិយាយការនិយាយអាចនឹងសប្បាយឬពេញដោយរសជាតិទៅបាននិងមានភាពស្និទ្ធស្នាលនេះប្រៀបបាននឹងស៊ីម៉ុងឬផ្សារភ្ជាប់រវាងអ្នកនិយាយនិងអ្នកស្ដាប់បើសិនអ្នកចង់អូសទាញគូសន្ទនារបស់អ្នកភាពស្និទ្ធស្នាលគឺជារឿងសំខាន់មិនអាចខ្វះបានទេសូមចាំថាត្រូវតែសាងភាពស្និទ្ធស្នាលមុននឹងអូសទាញអ្នកណាម្នាក់និយាយរឿងដែលគូសន្ទនាអ្នកចាប់អារម្មណ៍បើសិនចង់ក្លាយទៅជាអ្នកនិយាយដ៏ពូកែនិងចង់ឲ្យគូសន្ទនាតាំងចិត្តស្ដាប់អ្នកនិងចង់ឲ្យការសន្ទនាពេញទៅដោយរសជាតិនោះសូមអ្នកចាំឲ្យជាក់ក្នុងចិត្តថារឿងអ្នកនាំមកនិយាយនោះចាំបាច់ជារឿងដែលគូសន្ទនារបស់អ្នកចូលចិត្តនិងចាប់អារម្មណ៍ផងដែរបើសិនអ្នកនាំរឿងដែលគូសន្ទនារបស់អ្នកមិនចាប់អារម្មណ៍នោះទេពេលអ្នកនិយាយនឹងមានអារម្មណ៍ថាអ្នកកំពុងតែនិយាយតែម្នាក់ឯងដូចជាមនុស្សឈួតមិនខុសគ្នាឡើយព្រោះ
ព្រោះគូសន្ទនារបស់អ្នកជាមនុស្សកឬមិនអញ្ចឹងទេនឹងធ្វើកិរិយារំខានអ្នកពេញទំហឹងតែម្ដងអ្នកក៏ប្រហែលជាមិនត្រូវការដូច្នោះដែរដូច្នេះត្រង់នេះអ្នកត្រូវចងចាំឲ្យស្ទាត់បើអ្នកភ្លេចវានឹងនាំឲ្យអ្នកមានតែភាពអាម៉ាស់តែប៉ុណ្ណោះសម្រាប់ជីវិតអ្នកត្រូវមានហេតុផលនិងត្រូវធ្វើចិត្តឲ្យទូលាយកាលដែលយើងជាមនុស្សមានហេតុផលនិងធ្វើចិត្តឲ្យទូលាយនឹងធ្វើឲ្យការសន្ទនាប្រព្រឹត្តទៅបានយ៉ាងរលូននិងបានលទ្ធផលល្អពីការសន្ទនានោះបើសិនយើងជាមនុស្សគ្មានហេតុផលនិងចិត្តចង្អៀតវាមិនត្រូវតែធ្វើឲ្យយើងមិនសមដោយប្រាថ្នាទេយើងអាចនឹងទទួលបានសត្រូវមកច្រើនឡើងក៏ថាបានការវែកញែកនិងការជជែកគ្នាយ៉ាងតឹងសរសៃកក៏ប្រហែលនឹងកើតឡើងដែលនេះនឹងញ៉ាំងឲ្យយើងក្តៅក្រហាយនៅពេលក្រោយបើសិនសំណាងអាក្រក់ក៏អាចនឹងក្តៅក្រហាយចិត្តជាមួយនឹងខ្លួនឯងយូរយារទៀតផងដូច្នេះត្រូវគិតឲ្យបានល្អនិងហ្មត់ចត់ព្រោះបំណងនៃការសន្ទនាដើម្បីសាងមិត្តភាពឲ្យច្រើនជាងការកសាងសត្រូវហើយវាក៏មិនមែនដើម្បីសាងភាពក្តៅក្រហាយឲ្យដល់ខ្លួនអ្នកនោះឡើយ